មហាជេងជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភោវគ្គទី42តពិធីអាពាហ៍ពិពាហ៍គឺជាប្រពៃណីរបស់ដូនតាជនជាតិខ្មែរដែលបានកើតមានឡើងជាយូរយារអង្វែងឆ្នាំណាស់មកហើយក្នុងការរៀបចំធ្វើពិធីឲ្យកូនស្រីកូនប្រុសបានរួមរស់នៅជាមួយគ្នាមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាបង្កឲ្យคล้ายជាមានកូនពូនជាចៅបន្តពូជពង្សវង្សត្រកូលមានសញ្ជាតិជាខ្មែរតរៀងរហូតមកដល់សព្វថ្ងៃ